សួស្តីទាំងអស់គ្នាថ្ងៃនេះយើងនឹងមកត chapter ទី18របស់យើងបន្តការពិភាក្សាមុនរបស់យើងប៊ូវ៉ាន់បានសើសអានថាហេតុអ្វីបានជាល្អជាមួយខ្ញុំម្ល៉េះកុំធ្វើល្អពេកអីសអានក៏អង្គុយមើលប៊ូវ៉ាន់កំពុងងុយគេងហើយនិយាយថាហេតុអ្វីមិនបានប៊ូវ៉ាន់តបថាខ្ញុំខ្លាចនឹងទម្លាប់ជាមួយនឹងវាហើយក៏បានគេងលក់បាត់ទៅសអានរបស់យើងគឺអង្គុយមើលមុខកូនប្រុសគេហើយក៏បានសម័យថាមូលហេតុដែលខ្ញុំបានធ្វើល្អជាមួយនឹងអ្នកពីព្រោះថាខ្ញុំចង់ខ្ញុំប្រកាសថាអារម្មណ៍របស់ខ្ញុំបានផ្លាស់ប្ដូរខ្ញុំទទួលស្គាល់ថាខ្ញុំចង់ឃើញចង់ដឹងពីវូវ៉ាន់តាមការពិតទៅខ្ញុំចាប់ផ្ដើមចូលចិត្តគាត់ហើយអូហូយសអានគេដឹងគេច្បាស់ហ្មងណាសអាននៅតែបន្តគិតតើខ្ញុំគឺជាបន្ទុកមែនទេខ្ញុំមិនបានរំពឹងអ្វីពីគាត់ទេប៉ុន្តែតើគាត់អាចមានអារម្មណ៍ហួសហេតុពីសកម្មភាពរបស់ខ្ញុំហើយក៏អង្គុយមកមុខវូវ៉ាន់និយាយថាខ្ញុំចូលចិត្តអ្នកនេះហើយគឺជាអារម្មណ៍របស់ខ្ញុំនៅពេលនេះអូហូយសអានគេដឹងចិត្តគេច្បាស់ណាស់សអានក៏បានគិតពេលដែលបានធ្វើការជាមួយនឹងវូវ៉ាន់ពីមួយថ្ងៃអ្នកខំធ្វើការដើម្បីជីវិតអ្នកខំធ្វើការយ៉ាងលំបាកប៉ុន្តែគ្មាននរណាដឹងចាប់ពីពេលនេះទៅខ្ញុំសូមជូនពរអ្នកឲ្យជួបតែរឿងល្អបំផុតក្នុងជីវិតបន្ទាប់មកសាច់រឿងក៏បានកាត់មកវូវ៉ាន់ភ្ញាក់ឡើងមេឃក៏បានល្ងិតប៊ូវ៉ាន់ក៏បានរកមើលសអានហើយក៏ប្រទះឃើញសអានបានគេងលក់ប៊ូវ៉ាន់ឃើញសអានហើយក៏ងើបទៅអង្គុយជិតសអានហើយឥឡូវនេះវូវ៉ាន់បានមើលសអានវិញម្ដងហើយក៏បានគិតថាខ្ញុំអាចដឹងថាសអានបានចាប់អារម្មណ៍លើខ្ញុំវាមិនពិបាកអ្វីទេសម្រាប់ខ្ញុំក្នុងការកត់សម្គាល់ដោយសារខ្ញុំធំឡើងបានដឹងខ្លួនពេញមួយជីវិតរបស់ខ្ញុំមិត្តរួមថ្នាក់របស់ខ្ញុំម្នាក់បានសារភាពមកខ្ញុំកាលពីនៅវិទ្យាល័យខ្ញុំអរគុណដែលគាត់មានអារម្មណ៍ចំពោះខ្ញុំប៉ុន្តែខ្ញុំមិនចាប់អារម្មណ៍ក្នុងករណីនេះហើយខ្ញុំអាចរៀនបានថាមនុស្សប្រុសម្នាក់អាចលងស្នេហ៍មនុស្សប្រុសម្នាក់ទៀតបានហើយខ្ញុំមិនបានបដិសេធគំនិតនេះទេនោះហើយគឺជាមូលហេតុដែលខ្ញុំដឹងថាសអានមានអារម្មណ៍ជាមួយខ្ញុំសង្ឃឹមថាគ្រាន់តែជាការយល់ច្រឡំវាគួរតែអញ្ចឹងមែនទេប៉ុន្តែខ្ញុំបានសម្គាល់ឃើញពីអារម្មណ៍របស់ខ្ញុំបានព្យាយាមធ្វើមិនដឹងខ្ញុំមានអារម្មណ៍ថាសម្លេងនៅក្នុងខួរក្បាលរបស់ខ្ញុំកាន់តែលឺខ្ញុំចង់ទុកចោលការរំពឹងទុកទាំងអស់ហើយបណ្ដោយតាមអារម្មណ៍របស់ខ្លួនឯងបានម្ដងប៉ុន្តែខ្ញុំក៏ដឹងថាវាមិនមែនជារ៉ូលដែលខ្ញុំចង់លេងទេវូវ៉ាន់ក៏ដឹងអត់សអានតាមញ៉ាដែរតាអបដាសិនទៅបន្ទាប់មកសាច់រឿងក៏បានកាត់មកព្រឹកស្អែកសអានបានធ្វើដំណើរទៅវិឡាមួយកន្លែងឥឡូវនេះបានមកដល់ហើយឈរមើលសន្ទុះហើយក៏ដកដង្ហើមថយឥឡូវនេះយើងឃើញថាសអានបានមកជួបប៉ាគាត់របស់គាត់កំពុងទេសនាឯងជោគជ័យជាពេលវេលាទៀតទៅត្រឡប់មកធ្វើការវិញឯងក្បាលកាចាស់ហើយតែគ្រាន់តែនៅផ្ទះឯងគួរតែត្រៀមខ្លួននៅពេលដែលសូជីនមកកូរ៉េវិញយើងកំពុងពិចារណាថាបកគលផ្នែកគ្រប់គ្រងក្រៅប្រទេសរបស់សូជីនទៅឲ្យឯងវាខកចិត្តណាស់ដែលឯងធ្វើខ្លួនដូចជាក្មេងកាលនៅឯងធំតែយើងនៅតែបន្តឮថាមិនអាចគ្រប់គ្រងកូនប្រុសខ្លួនឯងបានបញ្ឈប់អកប្បកិរិយាឆ្លើយរបស់ឯងបានលេងសើចយូរពេកហើយគ្មាននរណាអាចស៊ូទ្រាំភាពមិនពេញវ័យរបស់ឯងបានរហូតទេបន្ទាប់ពីជេមកកណមកសអានអនិយាយបានតែពាក្យសុំទោសទេបន្ទាប់មកលោកលេខាក៏បានកោសទ្វារមកថាដល់មកប្រជុំហើយបន្តិចទៀតនេះប៉ាសអានក៏បានងើបចេញទៅថាឲ្យចាំគាត់បន្តិចងើបទៅហើយនៅជេថាកូនឈួតទៀតគ្រាន់តែចេញទៅភ្លាមសអានបានដកដង្ហើមហើយលោកលេខាក៏បានហៅអ្នកប្រុសតូចសួរថាសុខសប្បាយទេសអានថាមិនបានជួបគ្នាយូរហើយលេខាថាសអានមើលទៅប្រសើរជាងពីមុនសអានថាប្រហែលជាខ្ញុំធូរស្បើយហើយអរគុណដល់ពុកខ្ញុំបលេខានសួរថាសអានចង់ចេញតែឥឡូវនេះមែនទេសអានថាចង់ទៅជួបប្អូនស្រីគាត់ឈិនយូតើនាងនៅទីនេះទេលេខាថាអ្នកនាងតូចបានចេញទៅក្រៅហើយសអានក៏បានសួរសុខទុក្ខតាមលោកលេខាទៅព្រោះថាមិនសូវបានតាក់ទងគ្នាលេខាថានាងដូចតែរាល់ដងទេហើយនាងថែមទាំងឲ្យសម្បត្តិ concert មកខ្ញុំសម្រាប់ការ concert របស់នាងខាងមុខនេះទៀតសអានក៏តបថាក្តីស្រមៃរបស់នាងបានខ្លាចជាការពិនហើយមែនទេហើយក៏បានចាក់ចេញមកនិយាយអរគុណដល់បលេខានឹងបានខំធ្វើការហើយបលេខាក៏បានអោនគោរពឲ្យថែរក្សាខ្លួនផងបលេខាក៏បានតាមមើលសអានហើយបាននឹកទៅដល់ពេលដែលសអាននៅពីក្មេងជើងសិតតែជាំដៃបានក្តាប់ក្តាស់មួយហើយក៏ដើរយំពេលនេះសអានបានមកដល់ឡានវិញហើយកំពុងដកដង្ហើមធំខំប្រាប់ខ្លួនឯងថាខ្ញុំបានទំលាប់ជាមួយនឹងវាហើយព្យាយាមនិយាយប្រាប់ខ្លួនឯងថាវាមិនអីទេបន្ទាប់ពីបានទៅជួបហើយសអានមិនមានអារម្មណ៍ល្អទេក្នុងដៃគឺអង្គុយមើលខ្សែដៃរបស់វូវ៉ាន់ហើយបាននឹកឃើញទៅដល់យប់មិញវូវ៉ាន់បានដាស់សអានព្រោះថាយប់ហើយសអានក៏បានភ្ញាក់វូវ៉ាន់ថាម៉ោង10ហើយអ្នកគួរតែត្រឡប់ទៅផ្ទះវិញទៅសអានមានជាការភ្ញាក់ផ្អើលម៉ោង10ខ្ញុំបានគេងលក់វូវ៉ាន់ថាត្រូវហើយអ្នកប្រកាសជាហត់
សអានស្ទើរតែមិនជឿខ្លួនឯងដែលបានគេងលក់ហើយសួរប៊ូវ៉ាន់ថាមានអារម្មណ៍ប្រសើរខ្លះដែរទេយ៉ាខ្ញុំបានលេបថ្នាំនឹងគេងឥឡូវនេះវាប្រសើរហើយសអានបានងើបមកក្នុងចិត្តស្ទើរមិនជឿថាបានគេងលក់នៅផ្ទះគេហើយក៏បានលាបប៊ូវ៉ាន់ទៅផ្ទះព្រោះថានៅទីនេះយូរពេកហើយប៊ូវ៉ាន់ក៏បានហៅសអានអរគុណសម្រាប់ថ្ងៃនេះបន្ទាប់ពីបានគិតរឿងពីយប់ហើយសអានក៏បានដកទូរស័ព្ទមកមើលមកសតុហើយក៏បានទេទៅពេលនេះទូរស័ព្ទក៏បានចូលទៅរកប៊ូវ៉ាន់បានឃើញលេខសអានហើយគឺមិនបានទទួលភ្លាមទេឈរមើលមកសតុមុខឡើងក្រហមនាងគិតថាគួរតែលើកដែរឬទេហើយបន្ទាប់មកប៊ូវ៉ាន់ក៏បានលើក Hello សអានសួរថារវល់ដែរឬទេមិនសូវរវល់ទេ What's upសអានសួរថាតើនៅមានចាំទេនៅពេលដែលអ្នកប្រាប់ខ្ញុំថាអាចរកអ្នកបាននៅពេលដែលខ្ញុំត្រូវការប៊ូវ៉ាន់ថាត្រូវហើយខ្ញុំនៅចាំសអានក៏បានសួរតើយប់នេះទំនេរដែរឬទេប៊ូវ៉ាន់ក៏បានគាំងយប់នេះហើយក្នុងចិត្តកំពុងតែព្រួយបារម្ភពីសម្លេងរបស់សអានក៏បានស្ងាត់បន្តិចប៊ូវ៉ាន់បានហៅសអានតើនៅទីនោះទេសអានក៏បានតបមកវិញថាមិនអីទេថ្ងៃក្រោយក៏បានខ្ញុំដាក់ចុះហើយសអានបានដាក់ទូរស័ព្ទចុះហើយប៊ូវ៉ាន់ក៏ហ៊ានគិតចឹងណាឥឡូវនេះកាត់មកពេលយកវិញនៅហាងភីសាពួកគេបានចេញធ្វើការManager បានហៅប៊ូវ៉ាន់សួរថាមានអារម្មណ៍យ៉ាងម៉េចហើយប៊ូវ៉ាន់ថាបានប្រសើរច្រើនហើយព្រោះបានសម្រាកសុំទោសដែលមិនបានមកធ្វើការ Manager ថាកុំធ្វើបាក់ខ្លួនឯងពេកអីខ្ញុំដឹងថាអ្នកធ្លាប់ជួបរឿងលំបាកឥឡូវនេះទៅផ្ទះទៅប៊ូវ៉ាន់ក៏បានសុំទោសប៉ុន្តែខ្ញុំអាចខ្ចីម៉ូតូបានទេយប់នេះខ្ញុំនឹងយកវាមកសងវិញ Manager សួរថាកំពុងតែសុំខ្ញុំមែនទេតើយកម៉ូតូទៅធ្វើអីប៊ូវ៉ាន់ថាខ្ញុំពិតជាត្រូវការខ្លាំងណាស់ខ្ញុំនឹងប្រកាសថាយកវាមកសងវិញពិតជាសុំទោស Manager ក៏ឲ្យទៅហើយឲ្យជីប្រាប់បញ្ញាផងប៊ូវ៉ាន់ក៏បានអរគុណហើយក៏បានដកទូរស័ព្ទទេមករកសអានប៊ូវ៉ាន់កំពុងតែគិតថាសអានបានធ្វើអ្វីជាច្រើនមកឲ្យខ្ញុំអញ្ចឹងហើយធ្វើបែបនេះវាគ្មានអ្វីទេហើយសអានក៏បានលើកទូរស័ព្ទបន្ទាប់មកយើងឃើញសអានបានចុះមកក្រោមមានចការភ្ញាក់ផ្អើលប៊ូវ៉ាន់បានជាអសង្ក្រេមកទទួលសអានហើយសអានគេបើកម៉ូតូហប់មើលធ្វើមិនទេខំកាត់គេកាត់ខ្មាំប៉ុណ្ណឹងឯងសអានសួរថាអីគេហ្នឹងតើអ្នកនឹងបានម៉ូតូជូនខ្ញុំមែនទេប៊ូវ៉ាន់ក៏បានញ៉ាំមកសអានថាខ្ញុំនឹងជូនអ្នកយប់នេះសអានក៏មកគិតក្នុងចិត្តថាគាត់ញ៉ាំខ្ញុំមែនទេហ្នឹងប៊ូវ៉ាន់ថាមានតែមួកតែមួយទេអ្នកគួរតែពាក់វាទៅប៉ុន្តែសអានរបស់យើងថាអត់ទេអ្នកបើគួរតែពាក់ទៅប៊ូវ៉ាន់ថាអ្នកគួរតែពាក់ទៅទេពីអ្នកនេះគាត់ទៅហឹងមួកសឹករួចឯគ្នាដែរហើយសអានប្រាប់ថាគាត់តែបើយឺតទៅហើយមានចការឡើងអង្គុយខ្លួនឯងតែម្ដងឆាប់ឡើងតោះទៅប៊ូវ៉ាន់ក៏បានបិទមួកហើយឡើងមកអង្គុយដប់សអានចឹងទៅប៊ូវ៉ាន់ថាឲ្យខ្ញុំមកចប់មកសអាននេះមានអារម្មណ៍មិនទេអូខេហើយម៉ូតូក៏បើកចេញទៅឥឡូវនេះប៊ូវ៉ាន់បានដឹកសអានមកមើលទេសភាពអីចឹងទៅសអានថាវាល្អណាស់ប៊ូវ៉ាន់ថាខ្ញុំតែងតែមកទីនេះនៅពេលដែលខ្ញុំចង់ស្រូបយកខ្យល់អាកាសសអានមានការញ៉ាំពេញចិត្តតែម្ដងហើយសួរថាព្រោះតែខ្ញុំបានទេទៅរកមុននោះមែនទេនិយាយតាមត្រង់ទៅខ្ញុំមានអារម្មណ៍សែបពិតមែនប៊ូវ៉ាន់ក៏បានសួរថាមានអារម្មណ៍យ៉ាងម៉េចហើយនៅពេលនេះសអានក៏បានមើលប៊ូវ៉ាន់ហើយគេថាដូចដេចាវូអញ្ចឹងប៊ូវ៉ាន់ក៏បានសើចសួរថាមែនអីសអានគេថាអារម្មណ៍ខ្ញុំនៅពេលនេះមានអារម្មណ៍ថាបានប្រសើរជាងពីមុនប៉ុន្តែដូចជាខ្វះអ្វីម្យ៉ាងប៊ូវ៉ាន់សួរថាខ្វះអីសអានថាយ៉ាវាខ្វះអ្វីម្យ៉ាងខ្ញុំគិតថាអ្នកគួរតែទៅផឹកជាមួយខ្ញុំយប់នេះហើយពេលនេះយើងឃើញថាសអានបានបបួលកូនគេទៅផឹកឥឡូវនេះ chapter របស់យើងក៏បានបញ្ចប់អរគុណអ្នកទាំងអស់គ្នាដែលបានជួយ like subscribe និង comment នៅក្នុងវីដេអូរបស់ខ្ញុំសូមជូនពរឆ្នាំថ្មីនេះសំណាងល្អទាំងអស់គ្នាហើយយើងនឹងជួបគ្នានៅ chapter បន្ទាប់បាយបាយ꺼집어줄래